នារីម្នាក់ដែលគ្មាននរណាចង់បាននាពេលមួយមានបងប្អូនស្រី2នាក់ប្អូនស្រីជានារីម្នាក់ដែលមានរូបឆោមស្រស់ស្អាតនាងមានឈ្មោះថារ៉ាជែលប៉ុន្តែចំណែកបងស្រីវិញមានរូបឆោមមិនស្អាតដូចប្អូននោះទេអ្នកខ្លះបានគិតថានាងមានរូបអាក្រក់ណាស់ហើយនាងមានឈ្មោះថាលេអានាងរ៉ាជែលជានារីម្នាក់ដែលគេចូលចិត្តអញ្ជើញទៅចូលរួមក្នុងពិធីផ្សេងៗហើយគេក៏ចូលចិត្តជ្រើសរើសនាងឲ្យចូលក្នុងក្រុមរបស់គេផងដែរគ្រប់គ្នាស្រឡាញ់ព្រមទាំងចូលចិត្តនាងណាស់រីឯនាងលេអាវិញនាងគួរឲ្យអាណិតណាស់មិនសូវមាននរណាចាប់អារម្មណ៍នឹងនាងទេមានថ្ងៃមួយលោកយ៉ាកុបដែលជាបងជីដូនមួយរបស់នាងទាំងពីរបានមកស្នាក់នៅក្នុងផ្ទះជាមួយគ្រួសារពួកគេលោកយ៉ាកុបគឺជាកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសរបស់លោកអ៊ីសាកនៅពេលនោះគាត់កំពុងតែរត់គេចខ្លួនលោកយ៉ាកុបបានលួចនិងបោកប្រាស់គេដែលបណ្ដាលឲ្យគាត់មានសត្រូវមួយចំនួនរួមទាំងបងប្រុសគាត់ម្នាក់ផងដែរហើយឥឡូវនេះគាត់កំពុងតែលាក់ខ្លួនអ្វីដែលគួរឲ្យអស់សំណោចនោះគឺក្នុងចំណោមមនុស្សទាំងអស់ព្រះជាម្ចាស់បានប្រទានសេចក្តីសន្យាយ៉ាងពិសេសដល់លោកយ៉ាកុបជាសេចក្តីសន្យាដូចគ្នានិងសេចក្តីសន្យារបស់ព្រះជាម្ចាស់ដែលព្រះអង្គបានធ្វើជាមួយនឹងលោកអាប់រ៉ាហាំជាជីតារបស់គាត់ថាយើងនឹងជួយសង្គ្រោះលោកីតាមរយៈគ្រួសាររបស់ឯងប៉ុន្តែព្រះជាម្ចាស់បានជ្រើសរើសយកមនុស្សដែលយើងនឹកស្មានមិនដល់ដូចដែលយើងបានឃើញក្នុងនាងរួចមកហើយលោកយ៉ាកុបបាននៅបម្រើពូរបស់គាត់ឈ្មោះថាឡាបានអស់រយៈពេលជាយូរឆ្នាំថ្ងៃមួយលោកឡាបាននិយាយថាយ៉ាកុបពូបានសម្រេចចិត្តនឹងចេញថ្លៃឈ្នួលដល់ការងារដែលឯងបានធ្វើតើឯងចង់បានអ្វីរំពេចនោះគាត់ក៏មានគំនិតមួយទៀតថាចុះបើពូលើកកូនស្រីម្នាក់ឲ្យឯងយ៉ាកុបបានសម្លឹងមើលទៅនាងរ៉ាជែលហើយនាងលេអាតើគាត់នឹងជ្រើសរើសអ្នកណាប្រកាសណាស់គាត់នឹងជ្រើសរើសយកនាងរ៉ាជែលលោកយ៉ាកុបនិយាយថាខ្ញុំនឹងធ្វើការ7ឆ្នាំដែលឥតគិតថ្លៃសូមឲ្យតែខ្ញុំបានរៀបការជាមួយនឹងនាងរ៉ាជែលចុះដូច្នេះលោកយ៉ាកុបបានធ្វើការ7ឆ្នាំដោយដែលបានកំណត់ហើយថ្ងៃអាពាហ៍ពិពាហ៍របស់គាត់ក៏បានមកដល់ប៉ុន្តែនៅយប់នោះលោកឡាបានលេងល្បិចកលដ៏សាហាវបន្លំភ្នែកលោកយ៉ាកុបគឺគាត់បានឲ្យនាងលេអាមករៀបការជាមួយលោកយ៉ាកុបជំនួសនាងរ៉ាជែលវិញក្នុងចំនួនមុននោះពួកគេពុំមានភ្លើងអគ្គិសនីប្រើទេដូច្នេះនៅក្នុងរោងការក៏ងងឹតដែរមិនត្រឹមតែប៉ុណ្ណោះកូនក្រមុំនៅចំនួននោះគេតែងតែពាក់ស្បៃបាំងមុខហើយគ្មានអ្នកណាអាចមើលឃើញមុខកូនក្រមុំយ៉ាងច្បាស់នោះទេដូច្នេះសូម្បីតែលោកយ៉ាកុបក៏មិនមានមន្ទិលសង្ស័យអ្វីឡើយពេលព្រឹកព្រលឹមស្អែកឡើងពេលលោកយ៉ាកុបភ្ញាក់ឡើងគាត់បានស្រែកយ៉ាងខ្លាំងដោយគាត់បានឃើញប្រពន្ធថ្មីដែលគេងចិត្តគាត់មិនមែនជានាងរ៉ាជែលទេគឺជានាងលេអាទៅវិញលោកយ៉ាកុបបានស្ទុះចុះពីគ្រែហើយបានស្រែកឡើងថាឡាបានលោកជាមនុស្សចោលម្សៀតណាស់ប៉ុន្តែលោកឡាបានតបទៅវិញថាសូមឲ្យឯងធ្វើការ7ឆ្នាំទៀតទើបឯងអាចរៀបការជាមួយនាងរ៉ាជែលបានដូច្នេះលោកយ៉ាកុបក៏បន្តធ្វើការឲ្យឡាបានអស់រយៈពេល7ឆ្នាំទៀតដោយដែលបានកំណត់ហើយនាងរ៉ាជែលក៏ក្លាយជាប្រពន្ធរបស់គាត់ឥឡូវនេះលោកយ៉ាកុបមានប្រពន្ធ2នាក់ប៉ុន្តែក្នុងចំណោមប្រពន្ធទាំងពីរនេះលោកយ៉ាកុបបានស្រឡាញ់នាងរ៉ាជែលជាងគេនាងលេអាក៏បានត្អូញត្អែថាខ្ញុំមានរូបអាក្រក់ណាស់គ្មានអ្នកណាស្រឡាញ់ខ្ញុំទេប៉ុន្តែព្រះជាម្ចាស់មិនបានយល់ថានាងមានរូបអាក្រក់នោះទេហើយពេលដែលទ្រង់បានតតឃើញថាគ្មាននរណាម្នាក់ស្រឡាញ់នឹងចង់បាននាងព្រះជាម្ចាស់បានជ្រើសរើសនាងហើយស្រឡាញ់នាងពិសេសជាងគេរួចព្រះអង្គបានប្រទានការងារដ៏សំខាន់មួយដល់នាងគឺនៅថ្ងៃមួយព្រះជាម្ចាស់នឹងរំដោះលោកីទាំងមូលនេះតាមរយៈពូជនាងហើយនៅពេលដែលនាងលេអាបានដឹងថាព្រះជាម្ចាស់ស្រឡាញ់នាងនោះក្នុងចិត្តនាងលែងខ្វល់ទៀតហើយថាតើប្តីរបស់នាងស្រឡាញ់នាងជាងគេឬក៏មិនស្រឡាញ់ឬក៏ថាតើនាងមានឬក៏មិនមានរូបឆោមស្រស់ស្អាតដូចគេទេព្រះជាម្ចាស់បានជ្រើសរើសយកនាងព្រះអង្គមិនដែលឈប់ស្រឡាញ់នាងមិនដែលបោះបង់នាងចោលក៏គ្មាននរណាម្នាក់អាចកាត់ផ្ដាច់នាងចេញពីទ្រង់បានដែរក្តីស្រឡាញ់ដែលគ្មានទីបញ្ចប់មិនអាចបោះបង់បានមិនអាចបំបែកចេញបានជាសេចក្តីស្រឡាញ់ដ៏អកលដូច្នេះនៅពេលដែលនាងកើតបានកូនប្រុសមួយនាងបានដាក់ឈ្មោះកូននោះថាយូដាដែលមានន័យថា
ពេលនេះខ្ញុំនឹងសរសើរដំកើងព្រះជាម្ចាស់ហើយនាងក៏បានធ្វើបែបនោះមែនអ្នកប្រហែលជាមិនអាចនឹកស្មានដល់ទេថាតើព្រះជាម្ចាស់បានប្រទានការងារអ្វីឲ្យនាងលេអាមើលណោពេលដែលព្រះជាម្ចាស់មើលនាងលេអាទ្រង់មើលឃើញនាងថាជាម្ចាស់ស្ត្រីហើយប្រកាសណាស់នាងពិតជាបានคล้ายទៅជាដូច្នោះមែនចៅទួតប្រុសម្នាក់របស់នាងលេអានឹងធ្វើជាព្រះអម្ចាស់នៃស្ថានសួគ៌ជាកូនរបស់ព្រះជាម្ចាស់កូនម្នាក់នេះនឹងស្រឡាញ់រាជរបស់ទ្រង់ទាំងអស់មិនចាំបាច់គេមានសម្រស់ល្អឆើតទើបទ្រង់ស្រឡាញ់ពួកគេនោះទេទ្រង់ស្រឡាញ់ពួកគេអស់ពីដួងចិត្តហើយពួកគេនឹងមានរូបឆោមស្រស់ស្អាតដោយសារព្រះទ្រង់ស្រឡាញ់ពួកគេគឺដូចជានាងលេអាដែរ